នៅរសៀលថ្ងៃទី30ខែឧសភាឆ្នាំ2026ដោយមានការអនុញ្ញាតពីឯកឧត្តមងួនសុភ័ក្រប្រធានលេខាធិការដ្ឋានក្រមការងារប្រតិកម្មរហ័សតាមបណ្ដាញសង្គមរបស់គណៈបកប្រជាជនកម្ពុជារាជធានីភ្នំពេញលោកយងសុខារ៉ាប្រធានក្រុមប្រតិកម្មរហ័សគណៈបកសង្កាត់ទួលទំពូងទី1បានធ្វើរបាយការណ៍បង្ហាញពីលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ2026ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការដឹកនាំការឆ្លើយតបរហ័សនិងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានជារួមសង្កាត់ទួលទំពូងទី1មានប្រជាពលរដ្ឋសរុប7711នាក់និងមានសមាជិកគណៈបកសរុបស្មើនឹង86%នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតតួលេខនេះបង្ហាញពីការជឿជាក់និងការគាំទ្រយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋចំពោះគណៈបកប្រជាជនកម្ពុជាក្នុងខែឧសភាក្រុមប្រតិកម្មរហ័សបានប្រើប្រាស់បណ្ដាញសង្គមនិងប្រព័ន្ធ Digital យ៉ាងសកម្មដើម្បីផ្សព្វផ្សាយព័ត៌មានវិជ្ជមានសមិទ្ធផលរបស់រាជរដ្ឋាភិបាលនិងទទួលព័ត៌មានពីប្រជាពលរដ្ឋភ័យរដ្ឋបាលនិងភ័យគណៈបកសង្កាត់មានអ្នកតាមដានជាង68000នាក់គណៈក្រុម Telegram ភូមិនិងសាខាបកទាំង5មានសមាជិក617នាក់ចំណុចលេចធ្លោគឺការឆ្លើយតបចំពោះសំណូមពរនិងបណ្ដឹងរបស់ប្រជាពលរដ្ឋបានយ៉ាងទាន់ពេលវេលាបញ្ហាសរុបចំនួន13ករណីពាក់ព័ន្ធនឹងសម្លេងរំខានការធ្លាយទយោទឹករត់អំពូលភ្លើងដាច់សំណង់និងលុះស្ទះត្រូវបានសម្របសម្រួលនិងដោះស្រាយបញ្ចប់បាន 100% ដែលបង្ហាញពីការអនុវត្តគោលការណ៍ដឹងឮឆ្លើយតបនិងដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយគ្នានេះក្រុមការងារក៏បានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការបញ្ជូនយុវជនម្នាក់ទៅសិក្សាជំនាញវិជ្ជាជីវៈនិងបន្តការងារចិញ្ចឹមចលនាពង្រឹងសាមគ្គីភាពនិងពង្រីកមូលដ្ឋានគាំទ្រនៅក្នុងសហគមន៍ទោះជាយ៉ាងណានៅមានបញ្ហាប្រឈមមួយចំនួនដូចជាផ្លូវខូចទឹកដក់សម្លេងរំខានការកកស្ទះចរាចរណ៍និងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធ Digital ដែលទាមទារឲ្យមានការយកចិត្តទុកដាក់និងដោះស្រាយជាបន្តបន្ទាប់ជារួមវឌ្ឍនភាពការងារប្រចាំខែឧសភាឆ្នាំ2026បានបង្ហាញថាក្រុមប្រតិកម្មរហ័សគណៈបកសង្កាត់ទួលទំពូងទី1បានអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្តាប់សភាពការឆ្លើយតបសំណូមពរនិងបម្រើប្រជាពលរដ្ឋដោយរួមចំណែកពង្រឹងការជឿជាក់របស់ប្រជាពលរដ្ឋរក្សាសន្តិភាពស្ថិរភាពនិងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើននិងសម្រាប់ទិសដៅបន្តក្រុមប្រតិកម្មរហ័សសង្កាត់ទួលទំពូងទី1នឹងបន្តពង្រឹងការងារចលនាមហាជនចុះសំណេះសំណាលនិងដោះស្រាយសំណូមពរប្រជាពលរដ្ឋបន្តលើកកម្ពស់គុណភាពសេវាសាធារណៈពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរជាទីបញ្ចប់សូមគោរពជូនពរអាយុឧត្តមលោកជំទាវលោកស្រីលោកអ្នកតាមដានទស្សនាទាំងអស់សូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយនិងសូមទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិមាតុភូមិនិងប្រជាជន